ប្រវត្តិសាស្ត្រអាចនឹងដដែលម្ដងទៀតនៅពេលដែលអ្នកជំនាញថៃបានចេញមុខប្រមាននាយករដ្ឋមន្ត្រីខ្លួនឯងជុំវិញចំនួនព្រំដែននិងលបែងផែនទីខ្នាត1លើ50ពាន់វាពិតដល់គួរឲ្យចាប់អារម្មណ៍ណាស់មែនទេប្រិមិត្តគេហទំព័រ Matichon នៅថ្ងៃទី31ឧសភាបានទម្លាយឲ្យដឹងថាលោកស៊ូរ៉ាឆាត់បំរុងសុខអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយដ៏លេចធ្លោមួយរូបនៅក្នុងប្រទេសថៃបានផ្ញើលិខិតជូននាយករដ្ឋមន្ត្រីថៃលោកអនុទានឆាំពឌៈកូស្ដីអំពីកង្វល់ជុំវិញការកំណត់ព្រំដែនដីគោកថៃកម្ពុជាគឺផែនទីខ្នាត1លើ50ពាន់ដែលលោកនាយករដ្ឋមន្ត្រីបានប្រកាសយ៉ាងដាច់អហង្ការថាថៃនឹងប្រកាន់យកតែផែនទីខ្នាត1លើ50ពាន់ប៉ុណ្ណោះហើយបើដេញដោលដោយប្រើខ្នាត1លើ200ពាន់គឺមិនចាំបាច់មកចរចាជាមួយថៃឡើយនៅក្នុងអត្ថបទនោះបានរៀបរាប់បន្តទៀតថាលោកស៊ូរ៉ាឆាត់បំរុងសុខបានសរសេរលិខិតនេះដោយភាពស្មោះត្រង់និងក្តីបារម្ភក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវដោយចង់បង្ហាញពីហានិភ័យផ្លូវច្បាប់ដែលរដ្ឋាភិបាលថៃកំពុងប្រឈមមុខប្រសិនបើនៅតែបន្តរក្សាចំហប្រើប្រាស់ផែនទីខ្នាត1លើ50ពាន់ក្នុងដំណោះស្រាយចំនួនព្រំដែនតើហេតុអ្វីមូលហេតុចម្បងដែលរដ្ឋាភិបាលថៃឬលោកអនុទានទទូចប្រើប្រាស់ផែនទីខ្នាត1លើ50ពាន់គឺដោយសារតែវាជាឧបករណ៍នយោបាយដ៏មានប្រសិទ្ធភាពក្នុងការកសាងប្រជាប្រិយភាពនៅក្នុងស្រុកជាជាងការពិចារណាលើសុពលភាពច្បាប់អន្តរជាតិការដាក់ចេញនៅគោលចំហដ៏រឹងមាំនិងដាច់ខាតក្នុងការបដិសេធមិនចរចាជាមួយផែនទីសន្ធិសញ្ញាខ្នាត1លើ200ពាន់គឺជាវិធីសាស្ត្រដែលអ្នកនយោបាយថៃប្រើដើម្បីបង្ហាញទៅកាន់ក្រុមជាតិនិយមថារដ្ឋាភិបាលកំពុងការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់ទង្វើនេះមានគោលបំណងឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជននៅក្នុងប្រទេសដែលតែងតែមានការយល់ឃើញថាសន្ធិសញ្ញាឆ្នាំ1904និងឆ្នាំ1907ជាមួយបារាំងជាកិច្ចសន្យាអយុត្តិធម៌ដែលធ្វើឲ្យថៃចាញ់ប្រៀបទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញបានប្រមានថាការប្រើផែនទីខ្នាត1លើ50ពាន់គឺជាការធ្លាក់ចូលទៅក្នុងអន្ទាក់ផ្លូវច្បាប់ដោយខ្លួនឯងយ៉ាងធ្ងន់ធ្ងរទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញបានប្រមានថាការប្រើប្រាស់ផែនទីខ្នាត1លើ50ពាន់គឺជាការធ្លាក់ចូលទៅក្នុងអន្ទាក់ផ្លូវច្បាប់ខ្លួនឯងយ៉ាងធ្ងន់ធ្ងរផែនទីនេះគឺជាផលិតផលយោធាដែលសរសេរកំណត់សម្គាល់នៅកែមផែនទីច្បាស់ថាវាមិនមែនជាការកំណត់ដែលមានអំណាចផ្លូវច្បាប់នោះទេប៉ុន្តែធ្វើឲ្យវាคล้ายទៅជាភស្តុតាងដែលគ្មានតម្លៃសម្រាប់តុលាការយុត្តិធម៌អន្តរជាតិឬហៅកាត់ថា ICJ ការទទូចប្រើប្រាស់ផែនទីនេះគឺការលះបង់ចោលឧបករណ៍គតិយុត្តតែមួយគត់ដែលត្រូវទទួលស្គាល់ជាអន្តរជាតិពលគឺផែនទីខ្នាត1លើ200ពាន់ដែលកាត់ចេញពីសន្ធិសញ្ញាឆ្នាំ1904និងឆ្នាំ1907ដែលជាការផ្ដល់សច្ចាប័នត្រឹមត្រូវរវាងប្រទេសទាំងពីរយើងក៏លេចមើលប្រវត្តិសាស្ត្រច្រំដែរបន្តិចប្រវត្តិសាស្ត្រនៃការបរាជ័យរបស់ថៃនៅក្នុងតុលាការអន្តរជាតិកាលពីឆ្នាំ1962និងឆ្នាំ2013គឺជាមេរៀនដ៏ជូរចត់ដែលបង្ហាញថាតុលាការមិនដែលទទួលយកផែនទីដែលបង្កើតដោយឯកតោភាគីរបស់ថៃឡើយនៅពេលដែលថៃបដិសេធផែនទីសន្ធិសញ្ញាដោយលើកយកអំណាចបច្ចេកទេសឬផែនទីផ្ទាល់ខ្លួនមកតតាំងតុលាការតែងតែផ្ដោតទម្ងន់ទៅលើការទទួលស្គាល់ព្រំដែនជាប្រវត្តិសាស្ត្រដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នាម្ល៉េះហើយការដែលថៃបន្តជ្រើសរើសផ្លូវដដែលនេះនឹងធ្វើឲ្យថៃបាត់បង់ព្រៀបផ្នែកច្បាប់ម្ដងទៀតនិងបើកឱកាសឲ្យកម្ពុជាអាចយកជំហរនេះទៅប្រើជាភស្តុតាងសម្រាប់ប្តឹងឬតវ៉ាទៅលើឆាកអន្តរជាតិបានដោយងាយស្រួលតួយ៉ាងការទទូចប្រើប្រាស់ផែនទីខ្នាត1លើ50ពាន់មិនមែនជារឿងខ្នាតលម្អិតឬមិនលម្អិតនោះទេប៉ុន្តែវាជារឿងនៃការទទួលស្គាល់តាមផ្នែកផ្លូវច្បាប់អន្តរជាតិអ្នកជំនាញបានដាស់តឿននាយករដ្ឋមន្ត្រីឲ្យជៀសវាងការស្ដាប់តែអ្នកនយោបាយហើយងាកមកពិគ្រោះជាមួយអ្នកជំនាញផ្នែកសន្ធិសញ្ញានិងមន្ត្រីផែនទីដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដដើម្បីការពារផលប្រយោជន៍ជាតិការភ្នាល់វាសនាប្រទេសជាតិជាមួយទៅនឹងប្រជាប្រិយភាពរយៈពេលខ្លីតាមរយៈការប្រើប្រាស់ផែនទីដែលគ្មានសុពលភាពច្បាប់នឹងនាំឲ្យថៃធ្លាក់ចូលទៅក្នុងស្ថានភាពដ៏លំបាកមួយនៅលើតុលាការអន្តរជាតិដែលនឹងជះឥទ្ធិពលអវិជ្ជមានដល់អធិបតេយ្យភាពរបស់ប្រទេសនៅក្នុងរយៈពេលវែងមានសំណួរត្រេះរិះពិចារណាតើប្រិមិត្តមើលឃើញយុទ្ធសាស្ត្រថៃលើសពីអ្វីនឹងទៀតដែរឬទេហើយប្រសិនបើលោកអនុទានដឹងថាផែនទីនេះខុសហើយអ្វីបានជាថៃនៅតែបដិសេធតើចេតនាថៃតាំងពីដើមមកដល់ពេលនេះគឺជាអ្វីអពិតប្រាកដខមមិននៅខាងក្រោមប្រិមិត្តដើម្បីជជែកគ្នាបន្តទៀតខ្ញុំសំអាងវណ្ណៈ True Insider New Holland មានច្រើនជម្រើសពីតូចដល់ធំគ្រប់ប្រភេទស្រែចម្ការត្រាក់ទ័រ New Holland នៅជាមួយអ្នកគ្រប់រដូវកាល